ជំពូកទី91ចាប់ពីពេលនេះទៅអ្នកគឺជាបងប្រុសពាក់កណ្ដាលរបស់ខ្ញុំពីឪពុកនិងម្ដាយផ្សេងទៀតកញ្ញា Shell តើអ្នកមានឆន្ទៈខ្លាយជាអ្នកបម្រើរបស់មេវ័យក្មេងនេះទេលូឆេងសេងសម្លឹងមើល Shell Yuyo នៅចំពោះមុខគាត់ហើយសួរដោយញឹមទោះបីជាថាតើគាត់សួរមិនពិតជាធ្វើឲ្យមានភាពខុសគ្នាក៏ដោយស្ត្រីនៅពីមុខគាត់មិនមានសិទ្ធិបដិសេធនោះទេប៉ុន្តែវាអាចជាភាពคล้ายៗឬប្រហែលជាបន្ទាត់ខាងក្រោមសិលធម៌ដែលអាចបត់បែនបានដូច្នេះគាត់នៅតែដាក់សំណួរបន្ទាប់ពីបានទាំងអស់គាត់លូមិនដែលបង្ខំនរណាម្នាក់ប្រឆាំងនឹងឆន្ទៈរបស់ពួកគេទេ Shell Yuyo ហាក់ដូចជាភ្ញាក់ផ្អើលបន្តិចបន្ទាប់មកក្រឡេកមើលលូឆេងសេងនាងបានច្របាច់ញឹមបន្តិចហើយនិយាយថាក៏ខ្ញុំសុខចិត្តបម្រើជាអ្នកបម្រើរបស់មេវ័យក្មេងល្អអ្នកគ្រប់គ្រងវែងខ្ញុំពិតជាពេញចិត្តជាមួយនាងឮបែបនេះលូឆេងសេងមិននិយាយច្រើនទេហើយងក់ក្បាលឆ្ពោះទៅរក Feng Junyang តាមទស្សនៈរបស់គាត់ជាមួយនឹងរូបរាងរបស់នាងនិងវត្តមាននៃ Spiritual Wood 150 Spirit Stones មិនមានតម្លៃថ្លៃតតែសោះពិតជាការចរចាមួយគ្រាន់តែផ្ដល់ឲ្យគាត់នៅកូនពីរ3នាក់ដែលមាន Spiritual Woods និងមានន័យថាគាត់បានវីមាសភ្លាមក្រោយមក Feng Junyang បានរលុកដៃរបស់នាងដោយផ្ដល់សញ្ញាឲ្យក្មេងស្រីស្លៀកពាក់ពណ៌ក្រហមឲ្យយក Shell Yuyo ចេញដើម្បីបញ្ចប់ប្រតិបត្តិការជាបន្តបន្ទាប់ជាមួយលូឆេងសេងបន្ទាប់ពីលូឆេងសេងបានបង់ប្រាក់ Spirit Stones ដែលនៅសល់គាត់ក៏ត្រូវបានផ្ដល់កិច្ចសន្យាខាងវិញ្ញាណផងដែរវាគឺជាទង្វើនៃការបម្រើរបស់ Shell Yuyo ប៉ុន្តែកិច្ចសន្យាខាងវិញ្ញាណនេះមានសិទ្ធិអំណាចជាងអាចសម្រេចចិត្តជីវិតនិងការស្លាប់របស់ Shell Yuyo ហើយសម្រាប់រយៈពេល3ឆ្នាំខាងមុខប្រសិនបើមានបញ្ហាណាមួយកើតឡើងជាមួយ Shell Yuyo ឬនាងបាននាំមកនៅបញ្ហាកលមិកណាមួយលូឆេងសេងអាចនាំយកកិច្ចសន្យាខាងវិញ្ញាណនេះទៅកាន់ White Jade Tower ហើយឲ្យពួកគេដោះស្រាយវាលោកគ្រូវ័យក្មេង Han សូមយកចិត្តទុកដាក់ប្រសិនបើអ្នកត្រូវការអ្វីមួយនៅពេលអនាគតសូមចូលទៅកាន់យើងជាញឹកញាប់យេ Feng Junyang បានឃើញលូឆេងសេងនិង Shell Yuyo យ៉ាងកក់ក្ដៅចេញពីបរិវេណអគារ White Jade Towerក្នុងនាមជាអ្នកគ្រប់គ្រងនៅ White Jade Tower នាងអាចប្រាប់ពីសម្លៀកបំពាក់រូបរាងនិងឥរិយាបថរបស់លូឆេងសេងថាគាត់គឺជាអតិថិជនធំដែលមានសក្ដានុពលខ្ពស់បើមិនដូច្នេះទេសម្រាប់ប្រតិបត្តិការតូចមួយបែបនេះនាងនឹងមិនមានការគួរសមដូច្នេះទេយល់ព្រមដូច្នេះលូឆេងសេងដោយយក Shell Yuyo ជាមួយគាត់ដំបូងបានត្រឡប់ទៅហាង Spiritual Talisman Shop វិញវាជាថ្ងៃត្រង់ហើយប្រពន្ធរបស់ Zhang Shen រួមជាមួយកូនរបស់ពួកគេបានមកហាង Spiritual Talisman Shop ដឹកជញ្ជូនអាហារក្នុងប្រអប់អាហារថ្ងៃត្រង់ឃើញនារីស្រស់ស្អាតម្នាក់ដែលមានរូបរាងទន់ភ្លន់ដើរតាមពីក្រោយលូឆេងសេង Zhang Shen មិនអាចជួយបង្ហាញការច្រណែនបានទេនៅពេលទៅដល់ជាន់ទី3លូមៀវបានឃើញ Shell Yuyo ហើយគ្រាន់តែសួរថាតើនេះជាអ្នកបម្រើដែលលូឆេងសេងបានទិញពី White Jade Tower ដែរឬទេលូឆេងសេងងក់ក្បាលហើយពន្យល់យ៉ាងខ្លីអំពីស្ថានភាពរបស់ Shell Yuyo លូមៀវមិនបាននិយាយច្រើននៅពេលរឿងនេះទេនាងថែមទាំងដឹងច្រើនជាងលូឆេងសេងអំពីភាពឃោរឃៅដែលប្រឈមមុខដោយថ្នាក់ទាបនៅក្នុងពិភពដាំដុះជារៀងរាល់ថ្ងៃរឿងនិទានរាប់មិនអស់បានលាតត្រដាងអំពីឆ្អឹងដែលត្រូវបានបញ្ចុះនៅក្នុងវាលរែងគ្រួសារត្រូវបានបំផ្លាញនិងបែកខ្ចាយប្រសិនបើមនុស្សម្នាក់ត្រូវអាណិតអាសូរជាមួយរាល់ករណីបែបនេះវានឹងលើសលប់នៅក្នុងភ្នែករបស់នាងវាជាសំណាងសម្រាប់ស្ត្រីនេះដែលបានក្លាយជាអ្នកបម្រើរបស់លូឆេងសេងបន្ទាប់ពីបានទាំងអស់នៅក្នុងភ្នំ King Shiu ទោះបីជាកេរ្តិ៍ឈ្មោះរបស់លូឆេងសេងមិនសូវល្អទេដោយសារតែការយកប្រពន្ធនិងកូនស្រីនិងមានកូនច្រើនពេកក៏ដោយគាត់នៅតែមានកេរ្តិ៍ឈ្មោះល្អក្នុងការដោះស្រាយជាមួយប្រពន្ធមិត្តភ័ក្តិនិងកូនរបស់គាត់យប់បានធ្លាក់ចុះលូឆេងសេងនិងលូមៀវបានចេញពីការងារហើយត្រឡប់ទៅទីធ្លាដ៏ធំរបស់គ្រួសារលូនៅស្រុកភាគខាងកើតសម្រាប់ Shell Yuyo ដែលជាអ្នកបម្រើថ្មីនាងបានដើរតាមពាក់កណ្ដាលជំហានពីក្រោយលូឆេងសេងដោយភ្នែករបស់នាងធ្លាក់ចុះឡៃឆៃនិងវងវូបានផ្លាស់ប្ដូរភ្នែកគ្នានៅពេលឃើញឈុតឆាកនេះពួកគេទាំងពីរអាចមើលឃើញការប៉ះនៃទុកនៅក្នុងភ្នែករបស់គ្នាទៅវិញទៅមកទោះបីជាពួកគេប្រាថ្នាចង់លះបង់ខ្លួនឯងដល់លូឆេងសេងក៏ដោយពួកគេយល់បរិះដូចជាលូឆេងសេងមិនដែលខ្វះស្ត្រីទេមនុស្សមួយចំនួននៅក្នុងទីធ្លារបស់គ្រួសារលូមិនបានធ្វើការកត់សម្គាល់ណាមួយអំពីលូឆេងសេងនាំស្ត្រីម្នាក់មកផ្ទះទេបន្ទាប់ពីបានទាំងអស់វាគ្រាន់តែជាការទិញអ្នកបម្រើម្នាក់ប៉ុណ្ណោះមានតែកូនស្រីទី2ប៉ុណ្ណោះដែលឃើញរឿងនេះហើយចេញច្រមុះខ្លាំងជាងធម្មតាមុខរបស់នាងបង្ហាញការមើលងាយកាន់តែខ្លាំងលូឆេងសេងញឹមយ៉ាងក្រៀមក្រំត្រឡប់ទៅទីធ្លាតូចរបស់គាត់វិញហើយណែនាំ Shell Yuyo ដោយផ្ទាល់ទៅរៀបចំងូតទឹកសម្រាប់ខ្ញុំ
ចាប់តាំងពីគាត់បានទិញនាងដើម្បីធ្វើជាអ្នកបម្រើធម្មជាតិនាងត្រូវបានដាក់ឲ្យធ្វើការទោះបីជាគាត់មានបន្ទាត់ខាងក្រោមសិលធម៌ក៏ដោយគាត់មិនមានការឆ្លុះវង្វេងជាមួយនឹងភាពស្អាតសិលធម៌ទេលោកមិនបានទៅឆ្ងាយដូចជាការផ្សព្វផ្សាយសម្ភារនិងព្យាបាលអ្នកបម្រើដែលបានទិញដោយការគោរពដូចគ្នាទៅនឹងនរណាម្នាក់ផ្សេងទៀតអ្នកបម្រើគួរតែមើលទៅដោយធម្មជាតិនិងដើរតួជាមួយដូចជាដឹងអ្វីមួយភ្នែករបស់ Shell Yoyo ញហើយនាងទទួលស្គាល់ដោយស្ងៀមស្ងាត់ដោយគឺបាត់បន្ទាប់មកដោយយកធុងងូតទឹកនិងនាំយកទឹកក្តៅថ្ពាល់របស់នាងក្រហមនៅពេលនាងចាប់ផ្ដើមដោះសម្លៀកបំពាក់ Lu Chengsheng នាងក៏បានច្របាច់បូមាត់របស់នាងដោះសម្លៀកបំពាក់ខ្លួនឯងហើយរួមជាមួយនឹងសម្លេង គឺ swooshing នៃទឹកបានចូលទៅក្នុងងូតទឹកជាមួយ Lu Chengsheng ដៃទន់ភ្លន់របស់នាងលាងសម្អាតលើរាងកាយរបស់គាត់ក្នុងនាមជាអ្នកដាំដុះដែលពាក់រ៉ូបវេទមន្តរាងកាយរបស់ Lu Chengsheng មិនដែលលោកខ្វក់ណាមួយឡើយដែលធ្វើឲ្យការងូតទឹកមិនចាំបាច់ប៉ុន្តែការងូតទឹកគឺជាទម្រង់នៃការសម្រាកលំហែកាយនិងការបណ្ដុះបណ្ដាលជាមួយនឹងមធ្យោបាយ One should enjoy such pleasures បើមិនដូច្នេះទេមិនមែនជីវិតគ្រាន់តែជាការខិតខំប្រឹងប្រែងឥតឈប់ឈរនៃភាពអមតៈបន្ទាប់ពីនាងបានជូតរាងកាយរបស់ Lu Chengsheng យ៉ាងហ្មត់ចត់ក្រហមនៅលើថ្ពាល់របស់ Shell Yoyo កាន់តែជ្រៅហើយជាមួយនឹងដៃខ្មាស់អៀនអបរបស់ Lu Chengsheng នាងបាននិយាយក្នុងសំឡេងអាម៉ាស់ថាดูលោកក្រវៃក្មេងទោះបីជាមានភាពរឹងនៅក្នុងចលនានិងសំឡេងរបស់នាងក៏ដោយវាច្បាស់ណាស់ថា White Jade Tower បានបណ្ដុះបណ្ដាលនាងបានយ៉ាងល្អនាងមានការសម្របសម្រួលខ្លាំងណាស់នៅពេលនោះ Lu Chengsheng មិនអាចបង្ក្រាបខ្លួនឯងបានទៀតទេបន្ទាប់ពីបានទាំងអស់វាមានរយៈពេលជិត1ខែចាប់តាំងពីគាត់បានបណ្ដុះបណ្ដាលចុងក្រោយនៅក្នុងភាពរីករាយនៃសាច់ភ្លាមនោះនៅខាងក្នុងអាងូទឹកបានកើនឡើងយ៉ាងរញ៉េញ៉ៃបាញ់គ្រប់ទីកន្លែងជាមួយនឹងការរំខានយ៉ាងខ្លាំងថ្ងៃបន្ទាប់ជាការពិតណាស់វាត្រូវបានគេនិយាយថាភាពឯកោមិនផ្ដល់ជីវិតទេនិង singularity នាំមកនៅការរីកចម្រើនទេភាពសុខដុមរមនានៃយិននិងយ៉ាងគឺចាំបាច់ទេ Lu Chengsheng បានចេញពីបន្ទប់របស់គាត់មានអារម្មណ៍ស្រស់ស្រាយនិងមានជីវិតវាពិតជាល្អប្រសើរណាស់ក្នុងការមាននរណាម្នាក់នៅក្បែរខ្នើយរបស់អ្នកដោយគ្មានការអបភាពកក់ក្ដៅនៃភាពស្រស់ស្អាតមួយសូម្បីតែការគេងហាក់ដូចជាខ្វះអ្វីមួយគាត់មិនបានយក Shell Yoyo ជាមួយគាត់ទៅកាន់ហាង Spiritual Talisman ទេនៅពេលគាត់ដើរចេញពីទីធ្លាគាត់បានរត់ទៅរក Lu Miaocheng ឆាងសឺន Lu Miaocheng ឃើញ Lu Chengsheng ប្រញាប់ទៅជិតគាត់មុខខ្លះរបស់គាត់បានបង្ហាញពីភាពឆ្កងមួយនៅពេលគាត់ញឹមហើយនិយាយថា Lu Chengsheng តើអ្នកមានធម៌វិញ្ញាណទំនេរនៅលើអ្នកទេតើអ្នកអាចខ្ចីខ្ញុំ20បានទេអូ Lu Chengsheng បានគិតថាម្នាក់ទៀតកំពុងស្វែងរកគាត់ដើម្បីប្រហែលជាពិភាក្សាអំពីសៀវភៅឬតែម្ដងទៀតគាត់មិនបានរំពឹងថានឹងមានការស្នើសុំ Spirit Stones ទេហើយដើម្បីចាប់ផ្ដើមជាមួយនឹងការស្នើសុំធម៌វិញ្ញាណ20ទោះបីជាគាត់ជាញឹកញាប់មានលុយច្រើនក៏ដោយ Spirit Stones 20មិនមែនជាផលបូកតូចមួយនោះទេជំពូកទី92ចាប់ពីពេលនេះទៅអ្នកគឺជាបងប្រុសពាក់កណ្ដាលរបស់ខ្ញុំពីឪពុកនិងម្ដាយផ្សេងទៀត2បន្ទាប់ពីបានទាំងអស់នៅពេលដែលវាមកដល់ការផ្ដល់ប្រាក់កម្ចី one must be prepared for the possible that the other party won't pay it Lu Miaocheng ក៏គ្រប់គ្រងហាងមួយដែរប៉ុន្តែប្រាក់ចំណូលប្រចាំខែរបស់គាត់មិនច្រើនទេលើកចុងក្រោយនៅអគារ Spring Abundance មានអ្នកដាំដុះស្ត្រីម្នាក់ដែលខ្ញុំចូលចិត្តជាពិសេសដូច្នេះខ្ញុំបានចំណាយធម៌វិញ្ញាណរបស់ខ្ញុំទាំងអស់នាពេលថ្មីនេះដែលជាមូលហេតុដែលខ្ញុំមកខ្ចីខ្លះពីអ្នកគាត់បាននិយាយChengsheng ខ្ញុំសូមប្រាប់អ្នកថាស្ត្រីនៃអគារ Spring Abundance មិនត្រឹមតែមានរូបរាងគួរឲ្យភ្ញាក់ផ្អើលប៉ុណ្ណោះទេប៉ុន្តែថែមទាំងអាចផ្ដល់ឲ្យអ្នកនូវភាពរីករាយបំផុតដែលមិនអាចប្រៀបធៀបបានទៅនឹងអ្នកបម្រើនិងស្ត្រីធម្មតា Lu Miaocheng បន្តមុខសង្ហារបស់គាត់បំបែកទៅជាស្នាមញឹមដែលហាក់ដូចជាគួរឲ្យចាប់អារម្មណ៍នៅពេលនោះ Lu Chengsheng ក៏ធ្លាប់ពើពីអគារ Spring Abundance នេះផងដែរគាត់ដឹងថាវាជាកន្លែងលក់ដូរនៅក្នុងទីផ្សារកម្មករទាំងអស់នៅទីនោះគឺជាក្មេងស្រី Celestial ដែលមានជំនាញក្នុងសិល្បៈនៃសេចក្តីស្រឡាញ់ដូច្នេះតម្លៃក៏ខ្ពស់ខ្លាំងផងដែរបទពិសោធន៍តែមួយអាចចំណាយធម៌វិញ្ញាណជាច្រើនឬសូម្បីតែរាប់សិប Lu Miaocheng ប្រហែលជាបានទៅកន្លែងនេះជាញឹកញាប់នាពេលថ្មីនេះវាជារឿងធម្មតាសម្រាប់គាត់ដែលបានចំណាយធម៌វិញ្ញាណរបស់គាត់ទាំងអស់បន្ទាប់ពីបានទាំងអស់កន្លែងបែបនេះពិតជាលេចមាសមិនថាអ្នកមានធម៌វិញ្ញាណប៉ុន្មានទេពួកគេនឹងមិនយូរទេប្រសិនបើអ្នកទៅទីនោះជារៀងរាល់ថ្ងៃបងប្អូនជីដូនមួយខ្ញុំស្ទើរតែចំណាយធម៌វិញ្ញាណរបស់ខ្ញុំទាំងអស់ប៉ុន្មានថ្ងៃនេះហើយខ្ញុំទើបតែទិញអ្នកបម្រើម្នាក់ដូច្នេះខ្ញុំមិនមានច្រើននៅសល់ទេ Lu Chengsheng បាននិយាយដោយមើលទៅពិបាកហើយបន្ទាប់មកបានយកធម៌វិញ្ញាណ20ចេញ
គាត់គឺជាសមាជិកនៃគ្រួសារដ៏លេចធ្លោមួយមានអន្តរកម្មញឹកញាប់ដែលពួកគេនឹងឃើញគ្នាប៉ុន្មានថ្ងៃកន្លងមកនេះគាត់បានទទួលការស្វាគមន៍ជាច្រើនពីគាត់ទោះបីជាវាតែងតែត្រូវបានអញ្ជើញឲ្យអានឬពេញចិត្តតែមានភាពស្និទ្ធស្នាលជាក់លាក់មួយដូច្នេះវាជាការលំបាកក្នុងការបដិសេធទាំងស្រុងប្រសិនបើភីគីម្ខាងទៀតពិតជាមិនសងវិញទេនោះគាត់នឹងចាត់ទុកធ្មវិញ្ញាណ20ថាបាត់បង់ទៅក្នុងទឹកបងប្រុសល្អអរគុណខ្ញុំនឹងសងអ្នកនៅពេលដែលខ្ញុំមានធ្មវិញ្ញាណហើយបន្ទាប់មកខ្ញុំនឹងនាំអ្នកទៅទទួលបទពិសោធន៍ Spring Abundance Building ឲ្យបានត្រឹមត្រូវលូមីយ៉ូចេញបាននិយាយដោយញឹមនៅពេលគាត់យកធ្មវិញ្ញាណហើយបន្ទាប់មកងាកទៅចាក់ចេញដកដង្ហើមមើលរូបរាងចាក់ចេញរបស់លូមីយ៉ូចេញលូឆេងឆេងបានញាក់ក្បាលបងប្អូនជីដូនមួយនេះទោះបីជាអ្នកដាំដុះស្រទាប់ទី5 Thay Refinement ក៏ដោយក៏បានមកខ្ចីធ្មវិញ្ញាណពីខ្ញុំដោយសារតែការទៅលេងជាញឹកញាប់របស់គាត់ទៅកាន់កន្លែងលក់ដូរដែលធ្វើឲ្យគាត់អស់កម្លាំងកន្លែងបែបនេះល្អប្រសើរដើម្បីជៀសវាងពួកគេប្រសិនបើអាចធ្វើទៅបានជាមួយនឹងលុយនោះតើវាមិនល្អប្រសើរទេក្នុងការយកនារី2-3នាក់ឬទិញអ្នកបម្រើមួយចំនួនតើវាស្ដាប់ទៅមិនល្អទេវាមិនត្រឹមត្រូវទេតើខ្ញុំលើជាមនុស្សម្នាក់ដែលចង់បានភាពសប្បាយរីករាយនឹងការជួបប្រទះមនោសញ្ចេតនាខ្លីទោះបីជាខ្ញុំយកប្រពន្ធនិងស្រីស្នេហ៍ក៏ដោយវាសម្រាប់ Greed Del សម្រាប់អាយុវែងនិងមើលឃើញច្បាស់លាស់លូឆេងឆេងគិតដល់ខ្លួនឯងភ្នែករបស់គាត់ភ្លឺដោយការបដិញ្ញាចិត្តហើយឥរិយាបថរបស់គាត់កាន់តែរឹងមាំបន្តិចមិនយូរប៉ុន្មានគាត់បានដើរត្រង់អំដោយលូមៀវទៅធ្វើការមកដល់ហាង Spiritual Talisman Shop លូឆេងឆេងបានបន្តដូចធម្មតាដើម្បីសេចក្តីព្រៀងគំនូរថ្នាក់កណ្ដាលមួយចំនួនគាត់បានមកផ្សារ Nine Dragons ដើម្បីគ្រប់គ្រងហាងប៉ុន្តែកិច្ចការប្រចាំខែដែលផ្ដល់ដោយគ្រួសារលូសម្រាប់ការគូរគំនូរនៅតែបន្តហើយត្រូវបញ្ចប់ទាន់ពេលវេលាទោះជាយ៉ាងណាក៏ដោយលូឆេងឆេងក៏មិនចង់បោះបង់ចោលកិច្ចការនេះដោយខ្លួនឯងដែរបន្ទាប់ពីបានទាំងអស់មិនត្រឹមតែគាត់ទទួលបានធ្មវិញ្ញាណពីវាប៉ុណ្ណោះទេប៉ុន្តែគាត់ក៏ត្រូវរក្សាសម្ភារៈបន្ថែមទាំងអស់សម្រាប់ខ្លួនគាត់ផងដែរដែលជាកិច្ចព្រមព្រៀងដ៏រកប្រាក់ចំណេញនៅថ្ងៃត្រង់លូឆេងឆេងបានអញ្ជើញលូមៀវទៅញ៉ាំអាហារនៅ Jade Meal Hall ទោះបីជាថ្លៃបន្តិចអាហារពិតជាឆ្ងាញ់ការព្យាបាលខ្លួនឯងទៅអាហារនៅទីនោះជាញឹកញាប់គឺមិនអាក្រក់ទេទោះជាយ៉ាងណាក៏ដោយក្នុងអំឡុងពេលធ្វើដំណើរជាច្រើនដែលលូមៀវនិងលូឆេងឆេងបានធ្វើទៅកាន់ Jade Meal Hall លូមៀវមិនអនុញ្ញាតឲ្យលូឆេងឆេងបង់ប្រាក់ទេដោយស្នើឲ្យពួកគេវេនគ្រប់ដណ្ដប់វិក័យប័ត្រលូឆេងឆេងមិនខ្វល់ទេហើយប្រកាសជាមិនប្រកាសថានឹងប្រយុទ្ធដើម្បីបង់ប្រាក់ទេហាងគំនូរវិញ្ញាណរបស់ King Shulu នៅខាងក្នុងបន្ទប់ Talisman អាចមានពីការភាពសំបីតែនៅក្នុងក្រដាស Talisman ពិសេសបន្ទាប់ពីបញ្ចប់គំនូរលំដាប់ខ្ពស់ Dungeon Talisman លូឆេងឆេងមើលទៅភ្ញាក់ផ្អើលគាត់ស្ទើរតែបរាជ័យក្នុងការបង្កើតគំនូរនេះទើបតែពេលនេះហេតុផលគឺសាមញ្ញមានកំហុសតូចមួយនៅលើក្រដាស Talisman ដែលស្ទើរតែបណ្ដាលឲ្យការបង្កើតគំនូររបស់គាត់បរាជ័យបន្ទាប់មកលូឆេងឆេងបានពិនិត្យមើលក្រដាសរាប់សិបសន្លឹកដែលនៅសល់ដែលទាំងអស់នេះល្អវាមានតែមួយដែលគាត់ទើបតែធ្វើការដែលមានពីការភាពតូចមួយឃើញរឿងនេះលូឆេងឆេងមិនបានយកចិត្តទុកដាក់ច្រើនឬយកវាទៅក្នុងបេះដូងទេបន្ទាប់ពីបានទាំងអស់ការរកឃើញពីការភាពតិចតួចនៅក្នុងជង្ន័យ Talismans នៅតែអាចត្រូវបានចាត់ទុកថាអាចទទួលយកបានបន្ទាប់ពីសម្រាប់ខ្លីលូឆេងឆេងគិតថាវាជិត1ខែហើយចាប់តាំងពីគាត់បានមកផ្សារ Nine Dragons ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតបន្ទាប់ពីពិនិត្យសារពើភ័ណ្ឌប្រចាំខែគាត់នឹងអាចត្រឡប់ទៅផ្ទះវិញបានខ្ញុំគួរតែទិញអំណោយមួយចំនួនដើម្បីយកត្រឡប់មកវិញចាប់តាំងពីខ្ញុំនឹងត្រឡប់មកវិញក្នុងពេលឆាប់នេះបន្ទាប់មកគាត់បានជូនដំណឹងដល់លូមៀវហើយចេញទៅទិញអំណោយសម្រាប់ប្រពន្ធនិងកូនរបស់គាត់យប់នោះភ្នែករបស់លូឆេងឆេងតូចចង្អៀតបន្តិចនៅពេលគាត់ដេកនៅក្នុងងូតទឹកបន្ទាប់ពីមួយរយៈក្បាលរបស់ឆេវយឺយ៉ូបានលេចចេញពីទឹកបិទមាត់របស់នាងក្អកស្រាលលូឆេងឆេងកាយវិការដោយដៃរបស់គាត់ដោយប្រើបច្ចេកទេសគ្រប់គ្រងវត្ថុដើម្បីចាក់តែមួយពែងពីផើងតែនៅលើតុចំហៀងដែលធ្លាក់ក្នុងដៃរបស់គាត់បានប្រគល់វាទៅឲ្យអ្នកបម្រើនៅខាងមុខគាត់ដោយនិយាយទន់ភ្លន់ថាពិតជាមិនចាំបាច់ទេដើម្បីលេបវាជាការល្អលោកក្រវៃក្មេងឆេវយ៉ូផឹកតែមួយផឹកហើយនិយាយទន់ភ្លន់ភ្នែករបស់នាងធ្លាក់ចុះភ្នែកច្បាស់របស់នាងលែងមានភាពស្ពឹកដូចមុនទៀតហើយតាមរយៈអន្តរកម្មរបស់ពួកគេក្នុងរយៈពេលប៉ុន្មានថ្ងៃនេះនាងបានយល់ថាមេវ័យក្មេងរបស់នាងគឺជាមនុស្សសមរម្យម្នាក់ជាពិសេសកាលពីម្សិលមិញ
ស្ត្រីដែលតែងតែសម្លឹងមើលម្ចាស់វ័យក្មេងរបស់នាងដោយការមើលងាយបានផ្ដល់ឲ្យនាងនៅចំណុចពីរបីនាងបាននិយាយថាក្រៅពីចង់បានស្ត្រីម្ចាស់របស់នាងគឺសម្រុំចំពោះស្ត្រីដរាបណានាងមានអាកប្បកិរិយាល្អក្រៅពីមានកូននាងនឹងមិនត្រូវបានរំលោភបំពាននោះទេហាង Talisman ខាងវិញ្ញាណថៅកែនេះគឺជាភាគហ៊ុនខែនេះរួមទាំងគំនូរមូលដ្ឋានចំនួន496គំនូរថ្នាក់ទាប851គំនូរថ្នាក់មធ្យម388ក្រដាសគំនូរធម្មតា Yang Shen បានប្រគល់បញ្ជីមួយនិងថង់ផ្ទុកចំនួន5ទៅឲ្យ Lu Miao ដើម្បីពិនិត្យ Lu Miao ឈ្មោះក្បាលហើយបន្ទាប់មកបានឡើងទៅជាន់ទី3ដោយហៅ Lu Chengsheng មកជួយពិនិត្យមើលសារពើផនជាការពិតណាស់ពួកគេមិនអាចពិនិត្យមើលទំនិញទាំងអស់នេះបានទេបើមិនដូច្នេះទេពួកគេនឹងមិនដឹងថានៅពេលដែលពួកគេនឹងបញ្ចប់ជំពូកទី93ចាប់ពីពេលនេះទៅអ្នកគឺជាបងប្រុសពាក់កណ្ដាលរបស់ខ្ញុំពីឪពុកនិងម្ដាយផ្សេងទៀត3លើសពីនេះទៅទៀតអ្នកដាំដុះរលុងដែលសហការជាមួយហាង Spiritual Talisman Shop របស់គ្រួសារលោកភាគច្រើនត្រូវបានជួសជុលដូច្នេះវាគ្រប់គ្រាន់ដើម្បីត្រួតពិនិត្យផ្នែកមួយនៃទំនិញដែលនីមួយបានផ្ដល់ Lu Miao បានពន្យល់ពីស្តង់ដារត្រួតពិនិត្យទំនិញដល់ Lu Chengsheng ឧទាហរណ៍ជាមួយនឹងការត្រួតពិនិត្យ Talisman ជាដំបូងនិងសំខាន់បំផុតគុណភាពនៃក្រដាស Talisman មិនអាចក្រីក្រពេកទេបន្ទាប់មកបន្ទាត់គំនូរព្រាងគួរតែហូរដោយរលូននៅក្រឡេកមើលដំបូងដោយគ្មានការប៉ះទង្គិចឬកោះណាមួយហើយចុងក្រោយអំណាចខាងវិញ្ញាណនៅខាងក្នុងគួរតែចរាចរដោយមិនមានការរារាំង Talismans អាចត្រូវបានប្រើភ្លាមនៅពេលដែលពួកគេត្រូវបានផលិតទោះជាយ៉ាងណាក៏ដោយនឹងមានភាពខុសគ្នាពី10ទៅ20% នៃប្រសិទ្ធភាពដោយសារតែគុណភាពនៃសម្ភារៈបន្ទាត់និងអំណាចខាងវិញ្ញាណកាលពីមុននៅពេលដែល Lu Chengsheng នាំយកគំនូររបស់គាត់ទៅកាន់ហាង Spiritual Talisman Shop ដើម្បីលក់នោះគឺដោយសារតែគុណភាពរបស់ពួកគេល្អណាស់ដែលជាមូលហេតុដែលការលក់ដំណើរការដោយរលូនសម្រាប់ក្រដាស Talisman និងទឹកថ្នាំខាងវិញ្ញាណមិនគួរមានកំហុសតែមួយនៅក្នុងគុណភាពទេបន្ទាប់ពីបាននៅរឿងនេះទីបំផុត Lu Chengsheng បានយល់ពីស្តង់ដាររបស់ហាងសម្រាប់ទំនិញគាត់មិនអាចជួយគិតអំពីគំនូរដែលគាត់បានទិញពីហាងកាលពីប៉ុន្មានថ្ងៃមុនតែរកឃើញថាមួយក្នុងចំណោមពួកវាមានកំហុសតើនេះគ្រាន់តែជាសំណាងអាក្រក់របស់គាត់ចៃដន្យឬវាជាការខកខានក្នុងការត្រួតពិនិត្យគុណភាពភ្លាម Lu Chengsheng ចាប់ផ្ដើមត្រួតពិនិត្យកាន់តែធ្ងន់ធ្ងរបន្ទាប់ពីបានទាំងអស់គាត់នឹងទទួលខុសត្រូវក្នុងការគ្រប់គ្រងហាង Spiritual Talisman Shop ក្នុងរយៈពេលខ្លីប្រសិនបើមានបញ្ហាគុណភាពជាមួយទំនិញក្រោមការឃ្លាំមើលរបស់គាត់ឬប្រសិនបើកេរ្តិ៍ឈ្មោះរបស់ពួកគេរងផលប៉ះពាល់នោះនឹងមានបញ្ហាបងស្រីមៀវយោងតាមស្តង់ដារតើអ្នកនិយាយថាថាមពលខាងវិញ្ញាណនៅខាងក្នុងគំនូរនេះកំពុងហូរដោយរលូនទេ Lu Chengsheng កាន់គំនូរថ្នាក់កណ្ដាលនៅក្នុងដៃរបស់គាត់មានអារម្មណ៍ថាអំណាចខាងវិញ្ញាណហូរចូលខាងក្នុងហើយបញ្ចេញសំឡេងសាកសួររបស់គាត់មួយនេះគ្រាន់តែនៅលើសញ្ញាឆ្លងកាត់អាក្រក់ជាងនេះហើយយើងនឹងមិនទទួលយកវាទេ Lu Miao បាននិយាយយ៉ាងខ្លាំងឮបែបនេះ Lu Chengsheng មកក្បាលហើយចាប់ផ្ដើមធ្វើការងារនេះបានចំណាយពេល2ថ្ងៃពេញដើម្បីបញ្ចប់ Chengsheng អ្នកបានធ្វើការយ៉ាងលំបាកប្រសិនបើវាមិនមែនសម្រាប់ជំនួយរបស់អ្នកវានឹងត្រូវចំណាយពេលខ្ញុំ2ឬ3ថ្ងៃទៀតដើម្បីបញ្ចប់ការត្រួតពិនិត្យឲ្យកន្លែង Lu Miao បាននិយាយដោយស្នាមញញឹមស្រាលនៅលើមុខរបស់នាងវាជាអ្វីដែលខ្ញុំគួរធ្វើ Lu Chengsheng ញញឹមហើយបន្ទាប់មកបានយកបញ្ជីមួយចេញហើយនិយាយថាទំនិញរបស់មនុស្សទាំងនេះមានបញ្ហាដូច្នេះយើងនឹងប្រកូលពួកគេវិញយើងនឹងមិនសហការជាមួយពួកគេនាពេលអនាគតទេមែនទេក្នុងអំឡុងពេល2ថ្ងៃនៃការត្រួតពិនិត្យពួកគេពិតជាបានរកឃើញគំនូរមួយចំនួនក្រដាស Talisman និងទឹកថ្នាំខាងវិញ្ញាណដែលបរាជ័យក្នុងការបំពេញតាមស្តង់ដារគុណភាពនោះហើយជាសិទ្ធិរឿងសំខាន់អំពីការដំណើរការហាងនៅក្នុងទីផ្សារគឺកេរ្តិ៍ឈ្មោះប្រសិនបើមានបញ្ហាច្រើនពេកជាមួយទំនិញកេរ្តិ៍ឈ្មោះអាក្រក់នឹងបំផ្លាញហាងនោះហើយជាមូលហេតុដែលការត្រួតពិនិត្យគុណភាពយ៉ាងតឹងរ៉ឹងនៅក្នុងតំបន់នេះគឺចាំបាច់ទេ Lu Miao ឈ្មោះក្បាលដោយសំឡេងធ្ងន់ធ្ងរមិនអីទេខ្ញុំនឹងធ្វើឲ្យប្រកាសថាដើម្បីគ្រប់គ្រងទិដ្ឋភាពនេះបានល្អ Lu Chengsheng យល់ពីគោលការណ៍នេះដោយធម្មជាតិផងដែរពួកគេនិយាយថាការក្លាយជាមន្ត្រីឬក្លាយជាអ្នកមានន័យថាបង្កើតសត្រូវក្នុងពាណិជ្ជកម្មដូចគ្នាហើយគូប្រជែងនៅក្នុងឧស្សាហកម្មដូចគ្នាមិនមានអ្វីក្រៅពីការស្អប់ខ្ពើមអាក្រាតកាយចំពោះគ្នាទៅវិញទៅមកជាមួយនឹងហាងគំនូរវិញ្ញាណជាច្រើននៅក្នុងផ្សារ Nine Dragons ការប្រកួតប្រជែងគឺស្វិតស្វាញហាង Spiritual Talisman របស់គ្រួសារលោកមិនបានឈានដល់ស្ថានភាពបច្ចុប្បន្នរបស់វាយ៉ាងងាយស្រួលទេ
ប្រសិនបើមានបញ្ហាណាមួយកើតឡើងហាង Talisman ផ្សេងទៀតប្រកាសជានឹងកើនឡើងហើយអាជីវកម្មអាចធ្លាក់ចុះយ៉ាងខ្លាំងពូហ្យេងខ្ញុំបានបញ្ចប់ការត្រួតពិនិត្យទំនិញហើយអ្នកផ្គត់ផ្គង់មួយចំនួននេះមានអត្រាទាបនៃទំនិញដែលមានគុណភាពត្រឡប់មកវិញនៅទំនិញទាំងអស់របស់ពួកគេនឹងបញ្ឈប់កិច្ចសហប្រតិបត្តិការនាពេលអនាគតលូឆេងឆេងកាន់បញ្ជីបាននិយាយទៅកាន់ហ្យេងឆេនបាទលោកគ្រូទី2ម្ចាស់ហាងហ្យេងឆេនងក់ក្បាលហើយយកបញ្ជីទៅមើលនៅពេលឃើញឈ្មោះនៅលើវាគាត់បាននិយាយថាគឺលោកគ្រូទី2អ្នកដាំដុះរលុងនេះឈ្មោះជាយូអេរិនបានសហការជាមួយហាងរបស់យើងអស់រយៈពេលជាច្រើនឆ្នាំហើយមិនដែលមានបញ្ហាក្នុងអំឡុងពេលនោះទេតើអាចមានបញ្ហាខ្លះលើកនេះតើខ្ញុំនឹងសួរគាត់អំពីវានៅពេលដែលខ្ញុំមានឱកាសហេងឆេនបានស្នើតើគាត់បានសហការអស់រយៈពេលជាច្រើនឆ្នាំដោយមិនធ្លាប់មានបញ្ហាទេលូឆេងឆេងលើកចិញ្ចើមនៅពេលរឿងនេះបាទចាប់តាំងពីលោកគ្រូទី1បានកាន់កាប់ហាងជាយូអេរិនបានធ្វើការជាមួយយើងដោយគ្មានបញ្ហាហើយគុណភាពតែងតែល្អហេងឆេនបាននិយាយស្មើគ្នាក្នុងករណីនោះសូមផ្ញើទំនិញរបស់គាត់ត្រឡប់ទៅគាត់វិញហើយឲ្យគាត់ពិនិត្យមើលអ្វីដោយខ្លួនឯងខ្ញុំនឹងមើលម្ដងទៀតនៅពេលក្រោយប្រសិនបើមិនមានបញ្ហាទេសូមមើលរំលងវាលើកនេះលូឆេងឆេងភ្នែកយ៉េងឆេនសម្លឹងមើលរបស់គាត់តូចចង្អៀតបន្តិចនៅពេលគាត់និយាយបន្ទាប់ពីគិតមួយភ្លែតមិនអីទេលោកគ្រូទី2ហេងឆេនឆ្លើយតបភ្លាមដោយក្បាលបន្ទាប់ពីនោះលូឆេងឆេងក៏បានពិភាក្សាអំពីបញ្ហានេះជាមួយលូមៀវផងដែរលូមៀវមានអារម្មណ៍ថាបញ្ហានេះមិនធ្ងន់ធ្ងរពេកទេហើយការផ្ដល់ឱកាសឲ្យពួកគេគឺល្អវាអាស្រ័យលើលូឆេងឆេងដើម្បីដោះស្រាយវាបន្ទាប់មកនាងបានលើកឡើងថានាងនឹងត្រឡប់ទៅភ្នំខេងឈូវិញក្នុងរយៈពេល2ថ្ងៃបន្ទាប់ពីត្រឡប់ទៅទីធ្លារបស់គ្រួសារលូវិញលូឆេងឆេងក៏បានប្រាប់ឆេវយូយ៉ូថាគាត់នឹងត្រូវត្រឡប់ទៅវិញក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតឆេវយូយ៉ូដឹងថាកូនប្រុសរបស់នាងនេះមានប្រពន្ធមិត្តភក្តិនិងកូនជាច្រើននៅគ្រួសារលូហើយបានឆ្លើយតបដោយស្មោះត្រង់ទន្ទឹមនឹងនេះដែរនៅក្នុងទីធ្លាតូចមួយនៅស្រុកភាគខាងលិចបងប្រុសយ៉េងហេតុអ្វីបានជាសម្ភារៈទាំងអស់ពីបាច់នេះត្រូវបានបញ្ជូនត្រឡប់មកវិញដើម្បីធ្វើការឡើងវិញបុរសដ៏រឹងមាំម្នាក់បានសួរយ៉េងឆេនបញ្ជូនត្រឡប់មកវិញដើម្បីធ្វើឡើងវិញហើយអ្នកនៅតែសួរខ្ញុំខែនេះហាងទទួលបានម្ចាស់ថ្មីដូច្នេះសម្រាប់ប៉ុន្មានខែខាងមុខនេះហាងនឹងត្រូវបានតាមដានយ៉ាងជិតស្និទ្ធជាងមុនរក្សាភ្នែកលើគុណភាពដោយខ្លួនឯងហើយកុំផ្ដល់ឲ្យខ្ញុំនៅទំនិញមិនល្អទាំងនោះដែលបានឆ្លងកាត់ជាអត្រាដំបូងម្ដងទៀតប្រសិនបើខ្ញុំមិនបាននិយាយលើកនេះទេពួកគេនឹងបញ្ចប់ភាពជាដៃគូដោយផ្ទាល់ហេងឆេនឆ្លើយតបដោយខឹងបញ្ចប់វាបន្ទាប់មកនៅពេលដល់ពេលយើងនឹងបដូរឈ្មោះនិងបន្តភាពជាដៃគូដូចធម្មតាមែនទេបុរសវឺលីបាននិយាយដោយទឹកមុខមិនប្រងើយកន្តើយការផ្លាស់ប្ដូរឈ្មោះនឹងនាំមកនូវបញ្ហាកាន់តែច្រើនប្រសិនបើការត្រួតពិនិត្យរកឃើញបញ្ហាម្ដងទៀតលើសពីនេះទៅទៀតខ្ញុំមិនទាន់ដឹងពីអារម្មណ៍របស់ម្ចាស់ថ្មីនេះនៅឡើយទេសូមឲ្យអូលឆៅនិងអូលយ៉េងមើលផងដែររេងឆេនបន្តមុខរបស់គាត់តឹងរឹងនឹងហួសពីការសាកសួរមិនអីទេបងប្រុសយ៉េងខ្ញុំយល់ហើយឃើញស្ថានភាពនេះបុរសដ៏រឹងមាំបានងក់ក្បាលយ៉ាងស្មោះស្ម័គ្រពីថ្ងៃក្រោយមកនៅព្រឹកព្រលឹមលូឆេងឆេងនិងលូមៀវបានជិះអន្ត្រីរ៉ូមដែកពីផ្សារ Nine Dragons ត្រឡប់ទៅភ្នំខេងឈូវិញស្រដៀងគ្នានឹងការធ្វើដំណើររបស់ពួកគេនៅទីនោះវាត្រូវចំណាយពេល2ថ្ងៃសម្រាប់អ្នកទាំងពីរដើម្បីត្រឡប់ទៅគ្រួសារលោកវិញដោយសុវត្ថិភាពប្តីបានត្រឡប់មកវិញប៉ាភ្លាមដែលលូឆេងឆេងចូលប្រពន្ធមិត្តភក្តិនិងកូនលេងជាច្រើនបានឃើញការត្រឡប់មកវិញរបស់គាត់ហើយរត់ទៅរកគាត់ដោយសេចក្តីរីករាយគ្មានដែនកំណត់ជុំវិញគាត់ដោយអោបនេះគឺជាអ្វីដែលផ្ទះមានអារម្មណ៍ដូចឃើញបែបនេះលូឆេងឆេងមិនអាចជួយញឹមបានទេដោយទះប្រពន្ធរបស់គាត់និងអបកូនរបស់គាត់បន្ទាប់មកប្រពន្ធនិងមិត្តភក្តិផ្សេងទៀតក៏បានមកជួបលូឆេងឆេងផងដែរនៅក្នុងដំណើរការនេះលូឆេងឆេងបានកត់សម្គាល់ឃើញស្ត្រីម្នាក់ដែលគាត់មិនធ្លាប់ឃើញពីមុនមកស្ត្រីនេះហាក់ដូចជាមានអាយុ17ឬ18ឆ្នាំមានឥរិយាបថនៃគុណសម្បត្តិចម្រាញ់និងហាក់ដូចជាខ្មាស់អៀនខ្លះក្រោយមកតាមរយៈការពន្យល់របស់លូមីរៀនគាត់បានដឹងថាស្ត្រីនេះមានឈ្មោះថា Gwen Chen នាងត្រូវបានបញ្ជូនដោយហងយ៉ៃមិនយូរប៉ុន្មាននៅពេលដែលគាត់បានមកដល់ភ្នំ Kingshu ដើម្បីជួញដូរគំនូរនិងមាន 8th grade spiritual vote នៅចំណុចនេះលូមីរៀនច្រមុះបន្តិចហើយនិយាយយ៉ាងក្តៅគគុកថាលូឆេងឆេងមានពួកគេគឺមិនគ្រប់គ្រាន់ទេហើយអះអាងថាគាត់មានអ្នកដទៃស្វែងរកស្ត្រីសម្រាប់គាត់នៅខាងក្រៅឮបែបនេះលូឆេងឆេងបានស្រមៃមើលទិដ្ឋភាពភ្លាម
លោកមេរៀនមានផ្ទៃពោះបានទៅជួញដូរគំនូរជំនួសគាត់ហើយជាលទ្ធផលហងយាយបានផ្ញើក្មេងស្រីម្នាក់ឲ្យគាត់ក្រោមកាលៈទេសៈបែបនេះវាជារឿងធម្មតាសម្រាប់លោកមេរៀនក្នុងនាមជាភរិយាចម្បងរបស់គាត់ក្នុងការបង្ហាញកំហឹងបន្តិចគាត់បានលួងលោមនាងភ្លាមដោយធានាថាគាត់ពិតជាមិនដឹងទេហើយមិនដឹងពីការវិវត្តនេះទេបន្ទាប់ពី Jewel និង Shuya គាត់បានប្រាប់ហងយាយកុំចូលរួមក្នុងសកម្មភាពបែបនេះទៀតគាត់បានបញ្ជាក់ថាប្រសិនបើគាត់នៅទីនោះគាត់នឹងបដិសេធយ៉ាងពិតប្រាកដបន្ទាប់មកគាត់បានផ្គត់ផ្គង់នាងជាមួយនឹងការនិយាយផ្អែមល្ហែមដោយសរសើរចំពោះឥរិយាបថរបស់លោក Marion ក្នុងនាមជាភរិយាឈានមុខគេនិងប្រកាសថានាងជាមិត្តរួមការងារគំរូសម្រាប់គាត់ជាការពិតណាស់គាត់បាននិយាយអ្វីដែលគាត់បាននិយាយប៉ុន្តែនៅក្នុងចិត្តរបស់គាត់គឺហងយាយបងប្រុសល្អណាស់នៅក្នុងសង្គម secular ការស្វែងរកនរណាម្នាក់ដែលមាន spiritual wood គឺមិនងាយស្រួលទេសូមនិយាយពីស្ត្រីវ័យក្មេងម្នាក់ក្នុងវ័យចាស់របស់នាងឥឡូវនេះហងយាយបានរកឃើញមួយហើយបញ្ជូននាងទៅគាត់ពិតជាដូចជាបងប្រុសម្នាក់ទោះបីជាមិនមែនដោយឈាមក៏ដោយលូឆេងសេងក៏គិតថាឥឡូវនេះគាត់អាចចាប់ផ្ដើមលក់គំនូរថ្នាក់កណ្ដាលមួយចំនួនដល់ហងយាយម្យ៉ាងវិញទៀតវានឹងបង្កើនប្រាក់ចំណូលរបស់គាត់ម្យ៉ាងវិញទៀតវាគឺជាវិធីមួយដើម្បីផ្ដល់អត្ថប្រយោជន៍មួយចំនួនដល់ហងយាយបន្ទាប់ពីបានទាំងអស់ហងយាយបានចាត់ទុកគាត់យ៉ាងល្អដូចជាបងប្រុសដូច្នេះគាត់មិនអាចបរាជ័យក្នុងការឆ្លើយតបបានទេក្រោយមកលូឆេងសេងបានជែកជាមួយ Gwen Ken ដោយសួរអំពីស្ថានភាពគ្រួសាររបស់នាងនិងថាតើនាងមកពីឆន្ទៈរបស់នាងដែរឬទេធានាថានាងមិនត្រូវបានបង្ខំតាមវិធីណាមួយឡើយនាងបានប្រាប់ថាគ្រួសាររបស់នាងគឺជាគ្រួសារធម្មតាដែលមានមនុស្ស5នាក់ហើយនាងបានលក់ខ្លួនឯងទៅវិមាន Royal Marquess ដើម្បីបម្រើមេ Celestia ឬបែបនេះលូឆេងសេងមានការសង្ស័យបរិះចូលចិត្តការរួមភេទដោយស្មោះត្រង់ប៉ុន្តែតែងតែធ្វើសកម្មភាពត្រឹមត្រូវបន្ទាត់ខាងក្រោមរបស់គាត់លោកផ្ទាល់គឺមិនមែនដើម្បីបង្ខំនរណាម្នាក់និងដើម្បីជៀសវាងបញ្ហាដែលអាចកើតមានជំពូកទី94មិនអីទេខ្ញុំខុសមិនអីទេមានពាក្យមួយថាអវត្តមានធ្វើឲ្យបេះដូងកាន់តែស្រឡាញ់យប់នោះបន្ទាប់ពីការប្រយុទ្ធដ៏ខ្លាំងក្លាជាបន្តបន្ទាប់មានការបោះនឹងងាកជាច្រើនចំណង់ចំណូលចិត្តនៃដំណើរការនេះផ្អែមល្ហែមនិងយូរអង្វែងគឺមិនមែនសម្រាប់អ្នកដទៃដើម្បីដឹងដោយសារតែការធ្វើដំណើរទៅផ្ទះនេះខ្ញុំនឹងស្នាក់នៅតែ3ថ្ងៃប៉ុណ្ណោះដូច្នេះក្នុងអំឡុងពេល3ថ្ងៃនេះលូឆេងសេងមិនបានធ្វើការដាំដុះឬធ្វើគំនូរច្រើនទេផ្ទុយទៅវិញបានចំណាយពេលទាំងអស់របស់គាត់ជាមួយប្រពន្ធនិងកូនរបស់គាត់ក្នុងពេលជាមួយគ្នានេះលូឆេងសេងក៏បានលើកឡើងទៅកាន់លូមីរៀនថាគាត់បានទិញអ្នកបម្រើពេលនៅផ្សារ Nine Dragonsមិនមានអ្វីត្រូវលាក់បាំងអំពីបញ្ហាបែបនេះទេនៅទីបំផុតប្រពន្ធរបស់គាត់នឹងដឹងនៅពេលដែល Xiao Yayo មានផ្ទៃពោះលូមេរៀនដឹងពីអារម្មណ៍របស់ប្តីនាងច្បាស់ណាស់មិនខ្វល់ខ្វាយច្រើនពេកហើយមិនធ្វើវាច្រើនទេបន្ទាប់ពីបានទាំងអស់នៅពេលដែលនាងយល់ព្រមរៀបការជាមួយលូឆេងសេងនាងបានរៀបចំផ្លូវចិត្តរួចហើយសម្រាប់ទិដ្ឋភាពនេះនាងគ្រាន់តែបង្ហាញការព្រួយបារម្ភដោយសួរដោយការយកចិត្តទុកដាក់ពេញលេញថាតើជីវិតរបស់លូឆេងសេងនៅផ្សារ Nine Dragons យ៉ាងណាហើយតើគាត់មានសុខភាពល្អដែរឬទេកក់ក្ដៅដោយការព្រួយបារម្ភរបស់ប្រពន្ធតូចរបស់គាត់លូឆេងសេងបានបង្ហាញថាក្រៅពីនឹកគ្រួសាររបស់គាត់អ្វីផ្សេងទៀតគឺល្អក្រោយមកលូឆេងសេងក៏បានទៅទស្សនា Eder ទី4ហើយបានទទួលការណែនាំអំពីការបង្កើតគំនូរក្នុងអំឡុងពេលនេះEder ទី4ក៏បានបង្ហាញការព្រួយបារម្ភនិងសាកសួរអំពីការសម្របខ្លួនរបស់គាត់ទៅនឹងជីវិតនៅក្នុងផ្សារ Nine Dragons លូឆេងសេងនិយាយដោយធម្មជាតិថាមិនមានបញ្ហាទេបន្ទាប់មកនៅលើផ្លូវត្រឡប់មកវិញគាត់បានឈប់នៅកន្លែងរបស់ Fifth Elder ហើយបានទិញស្រាវិញ្ញាណមួយកញ្ចប់ដូច្នេះ3ថ្ងៃបានកន្លងផុតទៅក្នុងព្រឹត្តិការណ៍ភ្នែកមួយលូឆេងសេងនិងលូមៀវបានត្រៀមខ្លួនរួចរាល់ដើម្បីចាប់ផ្ដើមដំណើររបស់ពួកគេត្រឡប់ទៅផ្សារ Nine Dragons វិញកូនទី25របស់គាត់នឹងកើតនៅប៉ុន្មានថ្ងៃខាងមុខនេះប៉ុន្តែលូឆេងសេងមិនរងចាំនៅផ្ទះសម្រាប់កំណើតកូនមុនពេលចាក់ចេញទេស្ថានភាពនេះនឹងកើតឡើងម្ដងទៀតនាពេលអនាគតហើយគាត់មិនអាចនៅក្បែរពួកគេបានទេអ្វីគ្រប់យ៉ាងមានលើកដំបូងរបស់វានៅក្នុងដំណើរត្រឡប់ទៅផ្សារ Nine Dragons Eagle Iron Feather Eagle របស់លូឆេងសេងត្រូវបានចូលរួមដោយអ្នកបម្រើម្នាក់ឈ្មោះ Chiao Ching ការនាំ Chiao Ching ទៅផ្សារ Nine Dragons គឺផ្នែកមួយដោយសារតែ Lu Marion បានលើកឡើងពីមុនដោយស្នើឲ្យគាត់នាំ Chiao Ching មកលើសពីនេះទៅទៀតការមានកូនមិនអាចបញ្ឈប់បានទេហើយ Xiao Yayo តែម្នាក់ឯងមិនគ្រប់គ្រាន់នៅក្បែរគាត់ទេប្រសិនបើមិនមែនដោយសារភាពមិនស្រួលរបស់ Iron Feather Eagle ដែលដឹកមនុស្សច្រើនពេក Lu Cheng Sheng ក៏ចង់នាំ Gwen Chen ទៅកាន់ផ្សារ Nine Dragons ផងដែរ
ទោះជាយ៉ាងណាក៏ដោយគាត់មិនប្រញាប់ប្រញាល់ទេព្រោះវានឹងដូចគ្នាប្រសិនបើគាត់នាំនាងមកនៅខែក្រោយដោយសារតែគាត់បាននាំឈៀវជាងការធ្វើដំណើរបានចំណាយពេលកន្លះថ្ងៃយូរជាងមុនដូចគ្នានេះផងដែរដោយសារឈៀវជាងមិនត្រូវបានការពារដោយរោគវេទមន្តនាងបានប្រើប្រាស់ Talisman ជិះវៀងខ្យល់របស់ Lu Chengsheng ចំនួន3ខណៈពេលធ្វើដំណើរឆ្លងកាត់ពុកនៅលើ Aeron Feather Eagle ប្រសិនបើ Lu Chengsheng មិនមាន Talisman សម្បូរបែបហើយមិនខ្វល់ពីការចំណាយនោះទេគ្រាន់តែ Talisman ទាំង3នោះនឹងត្រូវចំណាយ Spirit Stones ចំនួន6ដែលជាការចំណាយដ៏សំខាន់នៅពេលចូលទីក្រុង Lu Chengsheng ក៏ទទួលបានអត្តសញ្ញាណប័ណ្ណរយៈពេលវែងសម្រាប់ឈៀវជាងផងដែរគាត់មិនអាចជួយគិតដល់ខ្លួនឯងថាការនាំមនុស្សមករស់នៅក្នុងទីផ្សារក៏មានការចំណាយគួរឲ្យកត់សម្គាល់ផងដែរនៅពេលដែលគាត់នាំឈៀវជាងត្រឡប់ទៅបរិវេណគ្រួសារលោកវិញ Lu Chengsheng បានជួប Lu Miahuan ក្រោយមក Huff ជាមួយនឹងការគំរាមកំហែងនិងការប្រមាថដែលបានសរសេរនៅលើមុខរបស់នាងនេះធ្វើឲ្យ Lu Chengsheng មិនសប្បាយចិត្តបន្តិចឥឡូវនេះនឹងបន្ទាប់មកការច្រមុះម្ដុំម្កាលរបស់អ្នកគឺល្អប៉ុន្តែតើអ្នកត្រូវ Huff ជាមួយនឹងការមើលងាយរាល់ពេលដែលយើងជួបគ្នាទេទោះបីជាក្តីសុបិនរបស់ទេពអប្សរមិនអាចរាប់បាននាពេលអនាគតក៏ដោយខ្ញុំនៅតែមិនស្វាគមន៍ទេលើសពីនេះទៅទៀតនៅក្នុងកិច្ចប្រជុំដែលបានរៀបចំដំបូងទោះបីជាខ្ញុំមានកំហុសក៏ដោយវាគឺជាការទាមទារច្រើនពេករបស់អ្នកក្នុងការមិនអនុញ្ញាតឲ្យប្តីយកប្រពន្ធឬស្ត្រីផ្សេងទៀតដែលនាំឲ្យខ្ញុំបដិសេធប្រសិនបើមិនមែនសម្រាប់រឿងនោះទេជាមួយនឹងមុខរបស់អ្នករូបរាងរបស់អ្នកជើងរបស់អ្នកនិង Sixth Grade Spiritual Wood របស់អ្នកប្រសិនបើអ្នកសំបីតែពាក់កណ្ដាលល្អដូច Lumerian ខ្ញុំមានអារម្មណ៍ថាខ្ញុំប្រហែលជាយល់ព្រមកញ្ញាទី2តើអ្នកប្រកាសថាមិនមានអ្វីខុសជាមួយសុខភាពរបស់អ្នកទេរាល់ពេលដែលខ្ញុំឃើញអ្នកកំពុងច្រមុះនឹង Huffing ប្រសិនបើមានអ្វីមួយខុសពិតប្រាកដអ្នកគួរតែពិនិត្យវាឲ្យបានឆាប់ឬវាអាចកាន់តែអាក្រក់ជាងនេះទៅLu Chengsheng ក្រឡេកមើលកញ្ញាទី2ហើយនិយាយដោយការរំខានបន្ទាប់ពីនិយាយគាត់បានយកឈៀវជាងត្រឡប់ទៅទីធ្លាផ្ទាល់ខ្លួនរបស់គាត់វិញ Lu Miahuan មិនរំពឹងថាបន្ទាប់ពីយូរប៉ុណ្ណោះមិនត្រឹមតែ Lu Chengsheng មិនសុំទោសនាងប៉ុណ្ណោះទេប៉ុន្តែគាត់ក៏បានធ្វើការអត្ថាធិប្បាយដ៏គួរឲ្យអស់សំណើចផងដែរដែលធ្វើឲ្យនាងមានអារម្មណ៍ខឹងនាងបាននិយាយយ៉ាងត្រជាក់ថាបើខ្ញុំមានសុខភាពល្អឥតខ្ចោះខ្ញុំគ្រាន់តែមិនចូលចិត្តអ្នកតើនោះជាបញ្ហាសំឡេងរបស់នាងនៅតែច្បាស់និងស្រស់ស្អាតលឺកញ្ញាទី2និយាយដោយស្មោះត្រង់និងសុចរិត Lu Chengsheng បាត់បង់ពាក្យមួយផ្លែតសម្លឹងមើលមុខដ៏ត្រជាក់ខឹងសម្បាប៉ុន្តែនៅតែល្អឥតខ្ចោះរបស់ Lu Miahuan Lu Chengsheng មិនអាចជួយឆ្លើយតបបានថាបន្ទាប់មកកុំមើលខ្ញុំនឹងមើលប្រសិនបើខ្ញុំចង់តើអ្នកគិតថាអ្នកអាចបញ្ឈប់ខ្ញុំបានទេមុខរបស់ Lu Miahuan ហាមឡើងដោយកំហឹងចង្កេះដ៏ស្រួលរបស់នាងលើកឡើងរូបភាពនៃភាពស្រស់ស្អាតត្រជាក់និងថ្លៃថ្នូរខ្ញុំមិនអាចបញ្ឈប់អ្នកបានទេប្រសិនបើអ្នកអះអាងថាធ្វើឲ្យខ្លួនឯងទុកបន្ទាប់មកដោយមធ្យោបាយទាំងអស់បន្តមានអារម្មណ៍ខឹង Lu Chengsheng បាននិយាយដោយញ័រក្បាលនៅពេលគាត់ដើរចេញ Lu Chengsheng អ្នកឈប់នៅទីនោះឃើញជំហររបស់ Lu Chengsheng ទឹកមុខដ៏ស្រួលរបស់ Lu Miahuan បំប៉ោងដោយត្រី Pufferfish អ្នកគឺជាមនុស្សម្នាក់ដែលមានបញ្ហាជាមួយខ្ញុំហើយអ្វីបានជាអ្នកប្រាប់ខ្ញុំឲ្យឈប់តើអ្នកចង់ធ្វើឲ្យខ្លួនឯងរងទុក្ខទេLu Chengsheng ផ្អាកពាក់កណ្ដាលជំហានហើយមើលទៅចំហៀងតើអាកប្បកិរិយាបែបណាមុខរបស់ Lu Miahuan ប្រែទៅជាត្រជាក់ខណៈទ្រូងរបស់នាងហក់ឡើងដោយការខឹងសម្បាមិនអីទេខ្ញុំខុសសប្បាយចិត្តឥឡូវនេះមុខរបស់ Lu Chengsheng ពោពេញដោយភាពមិនស្មោះត្រង់និយាយពាក្យដែលអាចធ្វើឲ្យនរណាម្នាក់ខឹងសម្បាតើអ្នកមានន័យយ៉ាងណាថាខ្ញុំខុសសប្បាយចិត្តឥឡូវនេះវាជាកំហុសរបស់អ្នកយ៉ាងច្បាស់តើនេះជារបៀបដែលអ្នកសុំទោស Lu Miahuan កាន់តែរំខាននៅពេលឃើញឥរិយាបថរបស់ Lu Chengsheng កំហឹងដែលមិនអាចពន្យល់បានកើនឡើងនៅក្នុងនាងធ្វើឲ្យនាងមានអារម្មណ៍ខឹងខ្លាំងនៅពេលដែល Lu Chengsheng សង្កេតមើលឥរិយាបថនិងឥរិយាបថរបស់នាងគាត់ត្រូវបានគេរំលឹកថា Second Maze ត្រូវបានបំផ្លាញដោយធម្មជាតិអារម្មណ៍គំនិតដូចជាទំនាក់ទំនងអន្តរបុគ្គលនិងគុណសម្បត្តិសង្គមមិនមាននៅក្នុងនាងទេមិនចង់ឆ្លោះប្រកែកឬប្រយុទ្ធជាមួយនាងគាត់បានងាកមកវិញអោនបន្តិចហើយនិយាយយ៉ាងស្មោះត្រង់មិនអីទេវាជាកំហុសរបស់ខ្ញុំសូមទោសដោយស្មោះចំពោះកញ្ញាទី2សូមអភ័យទោសខ្ញុំឃើញការសុំទោសយ៉ាងស្មោះស្ម័គ្ររបស់ Lu Chengsheng ថ្ពាល់ហាមរបស់ Lu Miahuan បានធ្លាក់ចុះបូរមាត់របស់នាងច្របាច់ហើយជាមួយនឹងការហួសចិត្តនាងបានដើរចេញដោយចុចស្បែកជើងកែងខ្ពស់ដែលជានិមិត្តរូបនៃភាពស្រស់ស្អាតត្រជាក់និងថ្លៃថ្នូរជំពូកទី95មិនអីទេខ្ញុំខុសមិនអីទេ2
Lu Cheng Sheng បានឃើញឈុតឆាកនេះហើយមិនអាចជួយនិយាយបានទេតើ Second Mace មានអរិយាបថដូចកុមារយ៉ាងដូចម្តេច The First Mace ទោះបីជាបង្ហាញខ្លួននៅពិភពផ្សេងក៏ដោយក៏ពិតជាមានអ៊ីខ្ពស់និងដោះស្រាយទំនាក់ទំនងអន្តរបុគ្គលបានយ៉ាងល្អ Lu Cheng Sheng មិនអាចជួយញ័រក្បាលរបស់គាត់បានទេគាត់ក៏មានអារម្មណ៍ថាមិនចាំបាច់យក Second Mace ធ្ងន់ធ្ងរដូចនេះទេហើយនៅពេលដល់ពេលសុំទោសគាត់ក៏អាចធ្វើវាបានដែរវានឹងដូចជាការកំប្លែងក្មេងស្រីតូចមួយល្អបំផុតដើម្បីគ្រាន់តែកំប្លែងនាងហើយត្រូវបានធ្វើជាមួយវាកូនប្រុសវាហាក់ដូចជាកញ្ញាទី2បានយកចិត្តទុកដាក់ចំពោះអ្នកបម្រើឈៀវជីងបាននិយាយថាសាយចំអកនៅពេលនាងមើលពួកគេទាំងពីរឆ្លោះប្រកែកគ្នាមិនសមហេតុផល Lu Cheng Sheng បានវីថ្ងាសស្លេករបស់ឈៀវជីងដោយម្រាមដៃរបស់គាត់វាជាការពិតអ្នកបម្រើតូចបាននិយាយថាផៅរីងបូមាត់របស់នាងខណៈពេលដែលគ្រប់ដណ្ដប់ថ្ងាសរបស់នាងដែលត្រូវបានហ្វ្លេកដឹងពីអារម្មណ៍របស់ម្ចាស់របស់នាង Lu Cheng Sheng សើចៗដោយមានអារម្មណ៍ថាអាកប្បកិរិយារបស់កញ្ញាទី2ពិតជាដូចជាកុមារដែលព្យាយាមទាក់ទាញការចាប់អារម្មណ៍របស់នរណាម្នាក់តាមវិធីជាក់លាក់មួយគាត់មិនបានបង់វាច្រើនគំនិតបន្ទាប់ពីបានទាំងអស់ប្រសិនបើ Second Mace ពិតជាចាប់អារម្មណ៍លើគាត់ចង់រៀបការជាមួយគាត់នឹងពិបាកក្នុងការសម្របសម្រួលដោយមិនមានថាមពលដើម្បីបំពេញចិត្តនាងដោយបានដោះស្រាយឈៀវជាងនៅទីធ្លា Lu Cheng Sheng ភ្លាមបានគិតពីបញ្ហាមួយប្រសិនបើចំនួនប្រពន្ធមិត្តភ័ក្តិនិងអ្នកបម្រើរបស់គាត់កើនឡើងគាត់ប្រហែលជាត្រូវពិចារណាជួលផ្ទះនៅផ្សារបន្ទាប់ពីបានទាំងអស់ទីធ្លាតូចមួយនេះមានតែប្រហែល100ម៉ែត្រការ៉េប៉ុណ្ណោះដែលពិតជាតូចណាស់ហើយប្រសិនបើមានប្រពន្ធនិងអ្នកបម្រើច្រើនវានឹងមិនស្រួលក្នុងការរស់នៅជាមួយគ្នានៅក្នុងទីធ្លាធំបែបនេះប៉ុន្តែសម្រាប់ពេលនេះជាមួយនឹងមនុស្សត្រឹមតែ3នាក់ប៉ុណ្ណោះ Lu Cheng Sheng មិនប្រញាប់ប្រញាល់ទេគាត់គ្រោងនឹងជួលផ្ទះមួយនៅផ្សារ Nine Dragons នៅពេលដែលមានមនុស្ស2-3នាក់ទៀតក្នុងព្រឹត្តិការណ៍ភ្នែកមួយកន្លះខែបានកន្លងផុតទៅ Lu Cheng Sheng បានចំណាយពេលថ្ងៃរបស់គាត់ក្នុងការដាំដុះបង្កើតគំនូរនិងទៅធ្វើការពេលខ្លះគាត់នឹងទៅដើរទិញអីវ៉ាន់ជាមួយអ្នកបម្រើតូចនិងអ្នកបម្រើហើយម្ដុំម្កាលនឹងអញ្ជើញកញ្ញាដំបងទៅញ៉ាំអាហារនៅខាងក្រៅជីវិតគឺពិតជាលំហែនិងផាសុកភាពថ្ងៃមួយ Lu Miao Cheng បានមករក Lu Cheng Sheng ម្ដងទៀត Lu Cheng Sheng គិតថាគាត់នឹងមកសង្លុយប៉ុន្តែមិននឹកស្មានដល់បុរសនោះនៅទីនេះដើម្បីសុំប្រាក់កម្ចីម្ដងទៀតមានពាក្យមួយថាបុកាខ្ចីនឹងត្រឡប់មកវិញធ្វើឲ្យការខ្ចីបន្ថែមមិនពិបាកទេប៉ុន្តែកុំខ្ចីដល់អ្នកក្រីក៏អស់សង្ឃឹមដែរសម្រាប់នរណាម្នាក់ដូចជា Lu Miao Cheng ដែលមិនបានសងប្រាក់កម្ចីដំបូងហើយទំនងជាខ្ចីលុយដើម្បីរីករាយម្ដងទៀត Lu Cheng Sheng នឹងមិនខ្ចីប្រាក់ទៀតទេគាត់បាននិយាយត្រង់ថាគាត់មិនមានលុយទេមិនត្រឹមតែគាត់អះអាងថាអស់លុយប៉ុណ្ណោះទេប៉ុន្តែគាត់ក៏បានអង្វរដោយផ្ទាល់ពីភាពក្រីក្រដោយសួរ Lu Miao Cheng ថាតើនៅពេលណាដែលគាត់នឹងត្រឡប់មកវិញ Spirit Stones ក្រោមការសម្ដែងរបស់ Lu Cheng Sheng Lu Miao Cheng អាចចាក់ចេញដោយខកចិត្តប៉ុណ្ណោះបន្ទាប់ពីបានទាំងអស់ចំពោះមនុស្សធម្មតាប្រាក់ចំណូលរបស់ Lu Cheng Sheng ពិតជាមិនច្រើនទេប្រសិនបើគាត់ត្រូវចិញ្ចឹមប្រពន្ធនិងកូនជាច្រើនគាត់មកខ្ចីលុយពីអ្នកល្អប្រសើរដើម្បីរក្សាចម្ងាយរបស់អ្នកពីមនុស្សប្រភេទនោះប៉ុន្តែអ្នកទាំងពីរហាក់ដូចជាមានអ្វីមួយដូចគ្នាមិនឆ្ងល់ទេដែលគាត់បានមករកអ្នកសម្រាប់ប្រាក់កម្ចី Lu Miao Huan ទើបតែត្រឡប់មកពីការងារបានឆ្លងកាត់ហើយឃើញ Lu Miao Cheng ចាក់ចេញទីថាមានអ្វីកើតឡើងនាងបានសើចចំអកតើយើងមានដូចគ្នាយ៉ាងដូចម្ដេចខ្ញុំយ៉ាងហោចណាស់មានប្រពន្ធ5នាក់ស្រី5នាក់គូស្នេហ៍2នាក់ដែលពេញចិត្តនិងអ្នកបម្រើ3នាក់តើខ្ញុំត្រូវទៅកន្លែងបែបនេះទេ Lu Cheng Sheng ឃើញទឹកមុខរបស់ Lu Miao Huan បានច្រមុះដោយមើលងាយហើយដើរចេញ Lu Miao Huan បានរឺពាក្យរបស់ Lu Cheng Sheng ហើយមើលរូបរាងដកថយរបស់គាត់មិនដឹងមូលហេតុទេប៉ុន្តែមានអារម្មណ៍ថាកំហឹងរបស់នាងកើនឡើងឥតឈប់ឈរខឹងខ្លាំងណាស់យប់នោះបន្ទាប់ពីXiao Yoyao និង Chiao Ching អត់ធ្មត់ក្នុងការអបក្រសោបរបស់ Lu Cheng Sheng ព្រះម្ចាស់របស់ខ្ញុំគិតថាខ្ញុំអាចមានផ្ទៃពោះ Xiao Yoyao បាននិយាយក្នុងសំឡេងទន់ភ្លន់មានផ្ទៃពោះវិញ្ញាណរបស់ Lu Cheng Sheng បានលើកឡើងនៅពេលរឿងនេះមានពាក្យថាយានឯកោមិនបង្កើតជីវិតទេហើយយេងឯកោក៏មិនទ្រាំទ្រដែរហើយប៉ុន្មានថ្ងៃនេះគាត់បានសម្របសម្រួលយាននិងយេងជាមួយ Xiao Yoyao រាល់យប់ឥឡូវនេះបន្ទាប់ពីរយៈពេលយូរបែបនេះការមានផ្ទៃពោះរបស់នាងគឺជាធម្មជាតិភ្លាមនោះគាត់បានចុចក្បាលរបស់គាត់ទៅពោះរបស់ Xiao Yoyao លោកអាចមានអារម្មណ៍ថាកម្លាំងជីវិតខ្សោយមានផ្ទៃពោះល្អLu Cheng Sheng អបអរសាទរម្ដងហើយម្ដងទៀតមុខរបស់គាត់ពោពេញដោយភាពរីករាយហើយសួរថាតើអ្នកដឹងវានៅពេលណា
Shell Yo ក៏ជាអ្នកដាំដុះម្នាក់ផងដែរដែលមានកម្រិត High Refinement នៃកម្រិតទី2ដូច្នេះវាជាធម្មជាតិសម្រាប់នាងក្នុងការដឹងពីការមានផ្ទៃពោះរបស់នាងវាគ្រាន់តែ2 3ថ្ងៃមុនប៉ុន្តែនៅពេលនោះខ្ញុំមិនប្រកាសនៅឡើយទេខ្ញុំបានបញ្ជាក់វានៅថ្ងៃនេះប៉ុណ្ណោះ Shell Yo បាននិយាយយ៉ាងទន់ភ្លន់នាងដឹងថាម្ចាស់របស់នាងស្រឡាញ់កុមារជាពិសេសល្អចាប់ពីពេលនេះទៅថែទាំខ្លួនឯងឲ្យបានល្អនិងយកចិត្តទុកដាក់ចំពោះសុខភាពរបស់អ្នកប្រសិនបើអ្នកត្រូវការអ្វីសម្រាប់ញ៉ាំឬផឹកគ្រាន់តែប្រាប់ខ្ញុំគឺ Lu Cheng Sheng បាននិយាយឥឡូវនេះនាងបានពោះកូនក្លាយជាម្ដាយរបស់កូនរបស់គាត់ស្ថានភាពរបស់នាងនៅក្នុងបេះដូងរបស់គាត់នឹងកើនឡើងដោយធម្មជាតិឈៀវជិងឃើញបែបនេះភ្នែកទឹករបស់នាងពោពេញដោយភាពស្រស់ស្អាតសម្លឹងមើល Lu Cheng Sheng ហើយនិយាយក្នុងសំឡេងដ៏ទន់ភ្លន់ថាដូម្ចាស់របស់ខ្ញុំចង់មានកូនរបស់អ្នកផងដែរល្អខ្លាឃ្មុំមួយLu Cheng Sheng បានទាញឈៀវជិងចិត្តហើយយល់ព្រមក្នុងរយៈពេល2ខែកូនរបស់ Lu Meian បានផុតកំណត់សម្រាប់ឈៀវជិងមានផ្ទៃពោះឥឡូវនេះនឹងជាពេលវេលាដ៏ត្រឹមត្រូវបន្ទាប់មកគាត់បានរមៀលហើយចាប់ផ្ដើមខិតខំដើម្បី Great Day of Immortality ថ្ងៃបន្ទាប់ Lu Cheng Sheng និង Lu Miao បានទៅធ្វើការគិតពីការមានផ្ទៃពោះរបស់ Shell Yo ឥឡូវនេះគាត់មានតែឈៀវជិងដែលនៅសល់នៅក្បែរគាត់ប៉ុណ្ណោះកាលពីមុនគាត់មានការព្រួយបារម្ភអំពីការមានផ្ទៃពោះរបស់ Lu Meian ដែលជាមូលហេតុដែលគាត់មិនអនុញ្ញាតឲ្យឈៀវជិងមានផ្ទៃពោះឥឡូវនេះដោយគ្មានការព្រួយបារម្ភបែបនេះគាត់គិតថានៅក្រោមការសម្របសម្រួលយិននិងយ៉ែងប្រចាំថ្ងៃវាមិនគួរចំណាយពេលយូរសម្រាប់ឈៀវជិងដើម្បីមានផ្ទៃពោះផងដែរតើយើងគួរតែទិញអ្នកបម្រើបន្ថែមពី White Jade Tower ដែរឬទេឥឡូវនេះYo មានផ្ទៃពោះនាងត្រូវការនរណាម្នាក់ដើម្បីមើលថែនាងប្រសិនបើឈៀវជិងមានផ្ទៃពោះនាងក៏ត្រូវការនរណាម្នាក់ផងដែរ Lu Cheng Sheng គិតក្នុងចិត្តគាត់ពិតជាមិនបានគិតថាអ្នកបម្រើដែលគាត់បានទិញត្រូវតែមាន Spiritual Wood ទេជាការពិតណាស់គោលបំណងរបស់គាត់គឺដើម្បីអនុវត្ត Eugenics ប៉ុន្តែវាក៏ដើម្បីធ្វើដូច្នេះឲ្យបានច្រើនតាមដែលអាចអនុវត្តបាននៅក្រោមកាលៈទេសៈនេះបច្ចុប្បន្នគាត់ច្បាស់ណាស់មិនមានលក្ខខណ្ឌសម្រាប់រឿងនោះទេទោះជាយ៉ាងណាក៏ដោយលំដាប់ដំបូងនៃអាជីវកម្មគឺដើម្បីរក Spirit Stones មួយចំនួនគឺ Lu Cheng Sheng ញ័រក្បាលបន្តិច Spirit Stones ដែលគាត់រកបានពីមុនចំណាយលើវត្ថុបុរាណវេទមន្តជក់ Talisman ក្រដាស Talisman និងទឹកថ្នាំវិញ្ញាណរួមជាមួយនឹងការចំណាយដែលកើតឡើងក្នុងពេលថ្មីនេះបានស្ទើរតែអស់ទុនបម្រុងរបស់គាត់